លេខរដ្ឋាភិបាលកម្ពុជាមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់អត់បាយដោយមិនបានដឹងនិងមិនបានដោះស្រាយនៅនោះឡើយលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍដ៏រីកចម្រើនលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធរោងនានារួមមានផ្លូវស្ពានសាលារៀនមន្ទីរពេទ្យវត្តអារាមប្រព័ន្ធធារាសាស្ត្រព្រមទាំងបានយកចិត្តទុកដាក់កិត្តគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់អត់បាយដោយមិនបានដឹងនិងមិនបានដោះស្រាយនៅនោះឡើយមានប្រសាសន៍បែបនេះក្នុងឱកាសលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអមដំណើរដោយក្រុមការងារមូលនិធិបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយលោកយាយលោកតាចាស់ជរាគ្មានទីពឹងនិងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិននេះរសៀលថ្ងៃទី14ខែមីនាឆ្នាំ2025លោកជំទាវបានស្រីមុំប្រធានមូលនិធិចាស់ជរាបានមានប្រសាសន៍នៅមកនៅបន្តាមផ្លាសាក់សួរសុខទុក្ខដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងនៅទូទាំងប្រទេសលោកជំទាវបញ្ជាក់ថាមូលនិធិចាស់ជរានេះបានបង្កើតឡើងក្នុងគោលបំណងនិងទឹកដៅជួយដល់លោកយាយលោកតាចាស់ជរាគ្មានទីពឹងមានជីវភាពខ្សត់ខ្សោយនិងមានអាយុចាប់ពី70ឆ្នាំឡើងទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបានដូចជាការជួយលើកកម្ពស់កម្រិតជីវភាពនិងបំពេញថែទាំសុខភាពលោកយាយលោកតាដោយមិនប្រកាន់បពុនិងមនីការនយោបាយឡើយព្រោះមនុស្សចាស់គឺមានគុណបំណាច់ធំធេងណាស់ក្នុងការជួយអប់រំព្រានប្រដៅដល់កូនចៅជំនាន់ក្រោយៗឲ្យប្រព្រឹត្តតែអំពើល្អ